សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះម៉ាឡាវីថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅញ៉ាំអីជាមួយខ្ញុំហើយនឹងគ្រួសារខ្ញុំពួកខ្ញុំថ្ងៃនេះទុកកូនផ្ញើនៅប៉ាម៉ាក់ក្មេកដោយសារមកញ៉ាំall you can eat បាននេះតែយើងញ៉ាំអីក៏បានដែរក្នុងរយៈពេល1ម៉ោងកន្លះហ្នឹងកន្លែងស៊ុបនៅនេះហើយពេលភាគច្រើនពួកខ្ញុំចេញទៅញ៉ាំអីនឹងក្រៅទៅជាមួយកូនរហូតប៉ុន្តែនៅពេលដែលមកញ៉ាំបញ្ញាប់អញ្ចេះហើយចង់ញ៉ាំគ្រប់មុខអញ្ចេះហើយមានពេលកណ្ដាលទៀតពួកខ្ញុំអត់បានយកកូនមកហើយព្រោះពេលខ្លះពិបាកញ៉ាំដោយសារកូនតូចគាត់ទាញមុខទាញក្រោយហើយថ្ងៃសុកអញ្ចឹងដូចថាមានអារម្មណ៍ថាអស់កម្លាំងម្នាក់ដែលអញ្ចឹងទៅទុកពួកគាត់នៅជាមួយប៉ាម៉ាក់ក្មេកឲ្យគាត់ញ៉ាំបាយល្ងាចមួយប៉ាម៉ាក់ក្មេកទៅហើយពួកខ្ញុំមកក្រៅញ៉ាំអីជុំគ្នាដើម្បីមានឱកាសនិយាយជជែកគ្នាខ្លះព្រោះពេលខ្លះយកកូនមករហូតពេលខ្លះយើងអត់បានជជែកគ្នាចង់និយាយសាច់ការអីគឺអត់បានទេហើយក្នុងមួយអាទិត្យពួកខ្ញុំអត់សូវបានជាជួបគ្នាប្រហែលនេះជួបគ្នាបានតែមួយផ្លែតព្រោះពេលព្រលឹមឡើងអញ្ចឹងគ្រួសារខ្ញុំគាត់ចេញពីផ្ទះទៅធ្វើការម៉ោង6ពេលខ្លះពួកខ្ញុំអត់ទាន់ងើបហើយទ្រាំតែគាត់មកដល់ផ្ទះវិញម៉ោង6ល្ងាចអញ្ចឹងពួកយើងអស់កម្លាំងរៀងខ្លួនញ៉ាំបាយញ៉ាំអីហើយលេងមួយកូនអីតិចតួចហើយជួយការងារកូននៅសាលាហើយលាងចំទុកដាក់សម្អាតផ្ទះតិចតួចយប់ដល់ម៉ោងគេងទៀតហើយអញ្ចឹងក្នុងមួយអាទិត្យទៅមួយអាទិត្យអត់សូវបានជជែកគ្នាអីបានវែងឆ្ងាយអញ្ចឹងពេលខ្លះបើសិនជាមានឱកាសគឺពួកខ្ញុំព្យាយាមរកពេលណាខ្លះចឹងដើម្បីអាចមកអង្គុយញ៉ាំអីពីរអ្នកជុំគ្នាព្រោះការអត់ទាន់មានកូនស្រួលមែនតើហើយនឹកនៅពេលកាលលើកមុនប៉ុន្តែពេលយើងមានកូនទៅក៏មួយយ៉ាងដែរព្រោះពេលទៅញ៉ាំអីផ្សេងយកគាត់ទៅក៏សប្បាយគាត់ថាពិបាកចាប់ពេលញ៉ាំអញ្ចឹងផ្លាស់ប្ដូរគ្នាអញ្ចឹងណាហើយប៉ុន្តែដល់ពេលមកលេងមកញ៉ាំកន្លែងក្តៅហើយគេកំណត់ម៉ោងចេះទៀតចង់ញ៉ាំឲ្យបានតន់ហើយញ៉ាំឲ្យឆ្ងាញ់ចង់បានញ៉ាំគ្រប់មុខអញ្ចឹងប្រម៉ោងមួយគាត់គឺពេលខ្លះយើងត្រូវបញ្ចុកកូនម្នាក់ម្ដងជួនឯងខ្ញុំញ៉ាំបឋមអញ្ចឹងទៅប្តីខ្ញុំគាត់យកកូនទៅក្រៅហើយកូនបងឥឡូវអង្គុយគាត់6ឆ្នាំគាត់អង្គុយញ៉ាំខ្លួនឯងធម្មតាស្រួលហើយយ៉ាប់កូនពៅគាត់ឆ្នាំកន្លះហ្នឹងកំពុងតែពេញវាចូលក្រុមតុកឡើងតុកទាញកៅតកចាក់ទឹកលាយចូលគ្នានិយាយពីកូនគឺចាប់ត្រឹមហ្នឹងឯងចាំពេលមានឱកាសនិយាយបន្តទៀតលើខ្ញុំញ៉ាំអីហើយแล้วមកឆ្លៀតដើរផ្សារនៅជាប់នឹងបន្តិចហើយក្នុងផ្សារគេមានផ្សារទំនើបហ្នឹងគេមានហាងផ្សេងជាច្រើនហើយភាគច្រើនខ្ញុំមកចូលហាងតែដដែលណាហើយពីមុនខ្ញុំចូលចិត្តស្លៀកកៅអៅរៀងរឹបរៀងអីចឹងតែប៉ុន្តែតាំងពីខ្ញុំមានកូនមកខ្ញុំផ្លាស់ប្ដូរហើយដូចថាស្លៀកកៅអៅតឹងដូចអត់មានអារម្មណ៍ស្រួលខ្លួនហើយឥឡូវរកតកៅណាលងហើយស្រួលដេញចាប់កូនអញ្ចឹងណាហើយមួយទៀតកៅអៅនៅហាងផ្សេងពេលខ្ញុំទិញហើយអញ្ចឹងដូចពេលខ្ញុំស្លៀកបានតែម្ដងពីរដងហើយខ្ញុំលេងចង់ស្លៀកទៀតអញ្ចឹងចាប់ដើមពីខ្ញុំទងន់កូនទី1នោះខ្ញុំរកកៅអៅណាស្លៀកទៅធ្វើការរៀងលងដល់អញ្ចឹងខ្ញុំចាប់ដើមទិញអាវមួយរបស់ Uniqlo ដល់ពេលតាំងពីនឹងមកខ្ញុំមានអារម្មណ៍ថាខ្ញុំពាក់កៅអៅហ្នឹងសឹងរាល់អាទិត្យដល់ពេលអញ្ចឹងទៅតាំងពីនឹងមកខ្ញុំសាកពាក់កៅអៅរបស់ Uniqlo ទាំងអស់ដល់អញ្ចឹងមានអារម្មណ៍ថាវាកៅអៅវាធ្វើមកមានគ្រប់ទំហំហើយស្លៀកទៅធ្វើឲ្យយើងចង់ស្លៀកទៀតដូចថាបោកទឹកហើយវាអត់ខូចសាច់កណាត់អីចឹងណាហើយភាគច្រើនខ្ញុំរកៅអៅណាដែលធ្វើចេញពីកប្បាសច្រើនព្រោះជាតិកប្បាសវាធ្វើឲ្យយើងអាចពាក់បានគ្រប់រដូវកាលទាំងអស់វាអត់ក្តៅហើយវាអត់សោះស្អាប់ទៀតអញ្ចឹងកន្លែងចុងក្រោយដែលខ្ញុំទៅនេះគឺហាងនំហើយបន្ទាប់មកក៏ទៅផ្ទះបន្ទាប់ពីនេះ